គឺយើងមកមើលសមីការទីប្រងយើងទៀតការដោះស្រាយសមីការទីប្រងជើងទី1គឺឲ្យ y គុណជាមួយនឹង logarit នៃ y dx តឲ្យ x dy ស្មើ0ដើម្បីដោះស្រាយសមីការទីប្រងជើងនេះគឺអ្វីយើងត្រូវការសមីការទីប្រងជើងដែលមានទម្រង់ f y dy ស្មើនឹង fx dx របៀបនៃការដោះស្រាយគឺទី1គឺយើងបំពេញអាំងទីក្រោមសងខាងទី2គឺយើងទាញរក y y គឺជាចម្លើយនៃសមីការទីប្រងជើងដែលមានបែបនេះហើយគេទៅមើលដំណោះស្រាយដើម្បីឲ្យសមីការទីប្រងជើងនេះទៅជាទម្រង់បែបនេះគឺយើងទី1គឺយើងរក្សា x dy នៅអង្គទី1ដដែលយើងបោះ y គុណជាមួយនឹង logarit y dx គឺទៅអង្គទី2ពេលយើងបោះទៅអង្គទី2គឺបានដក y គុណជាមួយនឹង logarit នៃ dy dx តោះពីបានប៉ុណ្ណឹងយើងចែកសញ្ញាដល់ទាំងសងខាងមកបានទេគេពីបាន x dy ស្មើនឹង y គុណជាមួយនឹង logarit y dx តោះពីបានប៉ុណ្ណឹងយើងនឹងព្យាយាមញែកអធិវាមានន័យថាអធិ x បោះអង្គទី2អធិ y បោះអង្គទី1ដើម្បីចូលក្នុងអានេះពេលយើងបោះទៅបានទេគេបោះទៅគឺមានន័យថាយើងបោះ y គុណជាមួយនឹង logarit y គឺបោះទៅអង្គទី1គឺបានdy លើ y logaritនៃ y ស្មើនឹង x នេះគឺបោះទៅបានចែកមានន័យថាបាន dy លើ dx លើ x តោះពីញែកអធិហើយមានន័យថាសមីការយើងគឺបានចូលក្នុងនេះហើយរបៀបការដោះស្រាយគឺយើងបំពេញអាំងទីក្រោមសងខាងបានទេគេបានអាំងទីក្រោមនៃ dy លើ y គុណជាមួយនឹង logarit នៃ y ស្មើនឹងអាំងទីក្រោមនៃ dx លើ x យើងគណនាអាំងទីក្រោមមកបានទេគេបានលិននៃ logarit នៃ y ស្មើនឹងលិននៃ x ដោយសារអាំងទីក្រោមនៃ dx លើ x គឺយើងបានលិន x បូកជាមួយនឹងលិនc ហើយនេះគឺជាអ្វីយើងត្រូវចាំគឺតែចុងក្រោយគឺយើងលិនc តែ c យើងគឺមានន័យថាវាស្មើនឹង c ដល់ជាមួយនឹង cr សារតែអង្គទីក្រោមអង្គទី1គឺ cr អង្គទីក្រោមអង្គទី2គឺ c លើតោះមកយើងបោះនេះបោះ cr ទៅនេះហើយស្មើនេះនេះទីតាំង c គឺថា c ទៅដល់ស្មើនឹង c តោះមកគឺអ្វីយើងត្រូវចាំគឺកន្លែងនេះគឺពាក្យលិនc ហ្នឹងគឺជាអ្វីយើងត្រូវចាំតោះមកយើងបាននេះគេបានលិននៃ logarit នៃ y ស្មើនឹងលិននៃ x គុណជាមួយ c ហេតុតែបានជាយើងបានប៉ុណ្នេះគឺយើងប្រើ equal a បូក equal b ស្មើនឹង logarit នៃ a b លិនមាន logarit នេះ pair តោះមកយើងបាននេះគេទាញបាន logarit នៃ y ស្មើនឹង x c តោះមកយើងទាញរក y មកបាននេះគេបាន y ស្មើនឹង ស្គូន x c y ស្មើនឹង ស្គូន x c នេះគឺជាចម្លើយនៃសមីការ ឌីហ្វរង់សិលនេះ